ជំរាបសួរអ្នកមេសុខសប្បាយកូនចាថ្ងៃនេះថ្ងៃបនអីគេបូជាអ្នកមេពិសាបូជាអូអ្នកមេជើញទៅវត្តអញ្ចឹងអ្នកមេកូនមានរឿងមួយចង់សួរប្រហែលថ្ងៃថាកូនអត់ចង់សួរអ្នកមេណាមួយជាប់រវល់ទៀតជាប់រវល់ទៅកន្លែងកុមារព្រាទៅអីទៀតអ្នកមេប្រហែលថ្ងៃមុននេះមានដំណឹងរកកងទ័ពយើងត្រូវអ៊ំម៉ាល់តិចតតែស្លាប់អីអ៊ំម៉ាល់តិចដល់ស្លាប់កើតដែរអ្នកមេស្លាប់កើតកូនមិនអីចឹងស្លាប់បានណាអ៊ំម៉ាល់នេះមួយខ្មុំគេហៅខ្មុំចង្អេកូនមួយចាតិចតតែស្លាប់កូនហើយកូនចុះទៅក្នុងទឹកហើយជាមួយក្នុងទឹកហើយវានៅដដែលលើទឹកហ្នឹងចាំតិចយើងទៀតអូពុទ្ធបានទេលោកតាកូនមានប្រសាថាចឹងកូនចុះអត់មានថ្នាំអីប្រសាទេអ្នកមេមានកូនមានថ្នាំកូនថ្នាំនឹងស្រួលកូន3មុខទេស្លាប់នៅក្នុងសមរភូមិណាកូនអត់បាននេះដែរណាមួយរវល់រឿងរៀបចំអីវ៉ាន់ទៅកូនកន្លែងកុមារកំព្រាទៀតចឹងថ្នាំនឹងមានអីខ្លះទៅអ្នកមេថ្នាំនឹងមានប្រហុកឆៅយើងនឹងមួយប្រហុកនឹងគឺឆ្អឹងក៏បានសាច់ក៏បានកូនណាចាំវាឲ្យម៉ត់ទៅយកទៅចៀនឯអ្នកមេគីឡូដាក់1គីឡូមកចឹងដាក់កន្លះគីឡូកូនកន្លះគីឡូប្រហុកឆៅមិនមែនយកទៅចៀនទេប្រហុកឆៅកូនចាយកមកចិញ្ច្រាំឲ្យម៉ត់ចាណាចំនួនកន្លះគីឡូកបោ3ខាំកូនយកមកណាទៅបិទនៅកន្លែងឲ្យមកតិចហ្នឹងជាមួយនឹងថ្នាំខ្លាំងថ្នាំជក់យើងណាតែយកអាខ្លាំងបំផុតដាក់ល្មមតែមកបិទជាប់ណាកូនណាតែកបោឲ្យមានចំនួនតិចជាងប្រហុកបើធ្វើតាន់ជួយបាន80%ហើយគេយកមនុស្សនឹងទៅឆ្អើកូនកុំទុកតដល់ស្លាប់បើស្លាប់ជួយអត់បានទេកូនជួយមិនក៏អត់រស់ដែរចុះបានតែ80%ចាំ20%ទៀត20%ទៀតពឹងទៅលើថ្នាំពេទ្យកូនអត់បានជួយទាំងអស់ហើយមានថ្នាំហឹកទៀតណាប៉ុន្តែនៅមេផ្លេចបាត់ហើយចាពូនៅមេកាលនោះនៅក្មេងមិនចេះកត់អីគាត់អង្គុយស្ដាប់គាត់ឲ្យតែគាត់និយាយពីបញ្ហាអីអង្គុយស្ដាប់គាត់ហើយកត់ចាំក្នុងចិត្តផងអញ្ចឹងប្រហុកកន្លះគីឡូកបោ3ខាំឆ្នាំចុកតាមចំនួនដែលល្មមអាចបិទជាប់ដាក់ថ្នាំចុកទៀតថ្នាំខ្លាំងថ្នាំចុកតែយកអាខ្លាំងបំផុតកូនចាយកបិទកន្លែងដែលវាតិចទៅហើយឆ្អើភ្លើងផងសង្ឃឹមបាន80%កូនតែបើសិនគេអត់មានកបោទេមានតែប្រហុកថ្នាំជក់ជួយបានតែ50%ទេចា50%ទៀតពឹងលើពេទ្យកូនណាចាអញ្ចឹងអាចថ្នាំគេញ៉ាំហ្នឹងអ្នកមេចាំអត់បានសោះហីថាមានអីអត់ចាំអត់នឹកអត់ឃើញកូននឹកអត់ឃើញសោះអញ្ចឹងតើពឹងលើថ្នាំពេទ្យហើយអើយហើយបងប្រុសហ្នឹងប្អូនប្រុសមិនដឹងទេឈ្មោះអីទេអ្នកមេអម៉ាល់មានធ្វើសបុកនៅក្រោមដីទៀតមេមិនតាន់បានប្រាប់វាតែអួលដើមកសម្បុករបស់វាធ្វើនៅក្នុងដីកូនក៏មានដែរយើងដើរទៅជន់បកគោវិញវាស៊ីតតអស់ចុះមនុស្សដូចតែគ្នាកូនស៊ីឡើងនៅសល់តែឆ្អឹងណាកូនអម៉ាល់តិចតស្លាប់កើតដែរចាស្លាប់ហើយអម៉ាល់ក្នុងដីហ្នឹងស៊ីដល់ឆ្អឹងទៀតស៊ីយកតែសាច់អស់លីងនៅសល់តែឆ្អឹងអូហើយនឹងនៅលើសម្រាមកតិចសម្រាមដែលមាននៅលើដីសម្រាមហ្នឹងណាកូនចៅប្រយ័ត្នណាកូនចៅណាហើយបើមានថ្នាំបាញ់មូសអីពេលដែលវានេះយើងកាន់ជាប់ម្ដាយឧទាហរណ៍ណាបើមានជាប់ម្ដាយបាញ់គេទៅប្រហើទៅកុំបាញ់គេយកចំពេកព្រោះជាព្រៃណែគេហៅថាព្រៃស័ក្តិសិទ្ធិណាកូនសំខាន់បំផុតកូនតមសាច់គោឲ្យបានចាតមសាច់គោក៏បានទោះបីជាអ៊ីស្លាមក៏ដោយឲ្យតែមានយ័ន្តណាហើយយកល្អគឺអត់យ័ន្តមានកុំញ៉ាំសាច់គោកន្លែងទីព្រៃស័ក្តិសិទ្ធិគេអត់ត្រូវការសាច់គោទេកូនសាសនាហិណ្ឌូចាជាសាសនាហិណ្ឌូអត់ត្រូវការសាច់គោទេកូនអញ្ចឹងបើយើងប៉ះពាល់ញ៉ាំសាច់គោឬកាន់សាច់គោអីចឹងបើសិនជាមានបញ្ហាអីគឺសាបយ័ន្តអស់ហើយអ្នកមេសាបទាំងអស់កូនហើយគ្រោះថ្នាក់ទៀតព្រោះអត់មានណាទ្រទ្រង់យើងគ្រប់គ្រងយើងទេណាកូនចាហើយអញ្ចឹងចាបងប្អូនខាងជួរមុខទាំងអស់មេត្តាកុំទទួលទានសាច់គោចាហើយអញ្ចឹងវីដេអូនេះខ្ញុំសូមកាត់ចូល
ជំនួយដែលខ្ញុំបានជួយទៅខាងវរៈកងទ័ពជួរមុខតែនៅពេលនេះដែរគឺអស់បច្ច័យលីងហើយចាសូមអញ្ជើញអ្នកមេជួយមានប្រសាសន៍បន្តិចមកចាឥឡូវនេះអស់បច្ច័យហើយណាកូនណាអស់លុយសម្រាប់ជួយកងទ័ពហើយសូមកូនណាសប្បុរសជនទាំងឡាយជួយជាបន្តទៀតណាកូនណាពួកអ្នកមេនឹងយកទៅឲ្យចំគោលដៅមិនមែនយកលុយរបស់កូនមកចាយវាយឬក៏យកទៅជាប្រយោជន៍អីទេណាកូនកុំភ័យអត់អីទេចំពោះអ្នកមេហើយអ្នកដែលមានចិត្តសប្បុរសសូមមេត្តាកុំយកសាច់គោទៅជូនមេរៈកងទ័ពណាកូនណាបើសិនជាអាណិតលោកកុំយកទៅជូនកងទ័ពឲ្យសោះហើយជួយសប្បុរសជនទាំងអស់មេត្តាណាកូនណាជួយផ្ដល់ជាជំនួយជាបន្តមកណាអ្នកមេទៅជួយសង្គ្រោះដល់យុទ្ធជនម្ដងដល់យោធាជួរមុខម្ដងណាកូនណាចាហើយអញ្ចឹងក៏សូមslash ត្រឹមនេះសិនសូមអញ្ជើញបងប្អូនទៅទស្សនាវីដេអូដែលនាងខ្ញុំបាញ់បច្ច័យជូនវរៈកងទ័ពនៅថ្ងៃទី29ចាបន្ទាប់ពីខ្ញុំមកពីមណ្ឌលកុមារកំព្រាបាញ់ជូននៅលើឡានតែម្ដងអត់ទាន់មកដល់សៀមរាបទេចាអរគុណចាអញ្ជើញទស្សនាទាំងអស់គ្នាចាបងប្អូននេះគឺថ្ងៃទី29ខែមេសាឆ្នាំ2026គឺផ្ញើជូនទិសទី1គឺជូនទៅបងស្រីនៅខាងព្រះវិហារចាដែលជាម្ដាយរបស់វរៈប៉ូលីសព្រំដែនចាវរៈកងទ័ពយើងវរៈប៉ូលីសព្រំដែនចាចឹងថ្ងៃទី29ខែមេសាឆ្នាំ2026នេះបច្ច័យចូលកងទ័ពជួរមុខហ្នឹងគឺ100ទៅខាងបងស្រីចាហើយទៅខាងប្អូនខាងនេះទិសតាកបីចាអញ្ចឹងមិនដឹងថាហេតុអីបានគាត់លុបចោលទេចាប៉ុន្តែខ្ញុំនៅមានថតជាឯកសារទុកជូនបងប្អូនចាមិនឲ្យខកខានទេណាចាអញ្ចឹងគឺគាត់បានទិញសាច់ជាម្ហូបចាយកមកទទួលទានហើយអង្គទៀតចាអញ្ចឹងគឺជូនទៅខាងគាត់បាន200,000រៀលចា200,000រៀលចា200,000រៀលបងប្អូនណាចាហើយអញ្ចឹងគឺទិសទី1គឺបងស្រីនៅព្រះវិហារទិសទី2គឺខាងប្រាសាទសុំសេរីសួស្តីចាចំណែកទិសទី3ដោយដែលបានធ្លាប់ធ្វើគឺទៅខាងប្អូនស្រីខាងភ្នំព្រឹកចាទៅខាងភ្នំព្រឹកគាត់ចេញ7គោលដៅចាថ្ងៃទី29ហ្នឹងចាថ្ងៃទី29ហ្នឹងគឺ7គោលដៅខ្ញុំបានបាញ់ជូនគាត់$100ចាគឺអស់បច្ច័យរលីងតែម្ដងចាអស់បច្ច័យរលីងតែម្ដងអញ្ចឹងបងប្អូនដែលមានចិត្តសទ្ធាសប្បុរសសូមអញ្ជើញបន្តចូលរួមទៅទៀតណាព្រោះអីឥឡូវវរៈកងទ័ពជួរមុខយើងត្រូវការច្រើនខ្វះខាតច្រើនមិនថាទឹកមិនថាលេនដ្ឋានចានេះគឺជាតួនាទីកាតព្វកិច្ចរបស់យើងរួមជាមួយនឹងប្រមុខថ្នាក់ដឹកនាំចាជាមួយរាជរដ្ឋាភិបាលអ្នកមេសូមមកទិញអ្នកផលកសលដែលអ្នកមេបានធ្វើបន់ទាំងប្រមាណទាំងអ្នកមេទៅវត្តថ្ងៃនេះចែកណយដល់កងទ័ពជាដើមហ្នឹងណាអ្នកមេសូមមកទិញជូនដល់កូនយោធាម្នាក់ដែលស្លាប់ដែលអ្នកមេមិនស្គាល់ឈ្មោះកូនស្លាប់ដោយឲ្យមកតិចក៏កូនដូចជាកូនស្លាប់ក្នុងបុព្វហេតុជាតិដែរណាកូនណាអ្នកមេសូមទិញអ្នកផលជូនទាំងអស់ដួងវិញ្ញាណក្ខន្ធយោធាទាំងអស់ជួរមុខទាំងអស់នឹងដល់មេដាបៃតាដូនតាកុមារញាតិការទាំង7សន្តានគ្រប់ជាន់គ្រប់ជាតិរបស់សប្បុរសជនផងដែរណាកូនណាដែលបានជួយណាភ្ជាប់និស្ស័យជាមួយនឹងអ្នកមេបានយកអំណោយរបស់កូនហ្នឹងលុយរបស់កូនហ្នឹងទៅដល់គោលដៅហើយណាកូនណាអ្នកមេមិនបានយករបស់កូនមកចាយវាយផ្សេងផ្ដេសផ្ដាស់ទេណាកូនគឺធ្វើអ្វីក្នុងបុណ្យក្នុងកុសលក្នុងការជួយទាំងអស់អ្នកមេនឹងជួយដល់យោធាជាបន្តទៀតណាកូនណាអញ្ចឹងអ្នកមេជំរាបលាជូនបុណ្យជូនកុសលទាំងអស់គ្នាឲ្យបានគ្រប់គ្នាទាំងក្នុងប្រទេសទាំងក្រៅប្រទេសណាកូនណាសូមបានកុសលគ្រប់គ្នាកូន